5ចំណុចមុនថ្ងៃប្រឡងបាក់ឌុបចាំមិនសិនជាមានបងប្អូនឬក៏អ្នកស្គាល់ទេដែលគាត់ត្រូវប្រឡងបាក់ឌុបឆ្នាំនេះកុំភ្លេច mention ឈ្មោះគាត់នៅខាងក្រោមឲ្យគាត់បានដឹងផងអូខេហើយបើថាមានអីចង់បន្ថែមទៀតអាច comment នៅខាងក្រោមបានដូចគ្នាទី1ត្រូវប្រយ័ត្នរឿងញ៉ាំអីបងនិយាយមែនបើពួកឯងអត់បានអត់សិនទៅរបស់ជូរហិលរបស់ផ្អាប់និយាយទៅរបស់ណាដែលធ្វើឲ្យយើងធ្វើទុកឈឺពោះរីអីហ្នឹងតមបានតមសិនទៅវាមិនមកឆ្ងាញ់អីនឹងអាប្រហែលថ្ងៃមុនថ្ងៃប្រឡងហ្នឹងទេបងឯងសាកសម័យមើលអានេះបងមិននិយាយ20ណាប៉ុន្តែសាកគិតមើលបើសិនជាយើងឈឺពោះចំមួយថ្ងៃប្រឡងហ្នឹងណាឧទាហរណ៍ថាអូនឯងចូលទឹក5ទៅ10នាទីសាកគិតមើល5ទៅ10នាទីបើម្ដងអត់អីចុះបើ2ដងហើយបើថាអត់ទេបងខ្ញុំទ្រាំអត់ទៅទឹកទេអូខេទ្រាំចុះឲ្យតែណែទ្រាំបានទ្រាំ1ម៉ោងទី2បើអាចរកកន្លែងគេងឲ្យនៅចិត្តមណ្ឌលប្រឡងតែម្ដងទៅយើងអាចគិតថាអូខេនៅចិត្តមណ្ឌលប្រឡងហ្នឹងវាអាចចំណាយលើការគេងការអីប៉ុន្តែយើងគិតចេះវិញអាលុយយើងចំណាយមកពេលត្រឹម2ថ្ងៃហ្នឹងណាយើងអាចទិញពេលវេលាបានបើថាអាចបាននៅចិត្តមណ្ឌលប្រឡងចំណាយទៅត្រឹមបន្ទប់មួយយប់ម៉ានឡាយើងនៅរៃលុយគ្នាទៅបាននៅជុំគ្នាទៅទី3បើថាអាចំណុចទី2មិញអូនឯងធ្វើអត់បានទេអូខេអូនឯងធ្វើដំណើរចុះប៉ុន្តែធ្វើដំណើរត្រូវគិតពីរឿងសុវត្ថិភាពសំខាន់បំផុតអូនគឺបើសិនជាអាចមានបងប្អូនឬក៏សាច់ញាតិអីឲ្យគាត់ម៉ាក់ប៉ាអីគាត់ជូនទៅមណ្ឌលប្រឡងទៅហើយបើថាមិនដឹងធ្វើមិនជីខ្លួនឯងដែរអូខេតែគិតគូសុវត្ថិភាពពាក់មួកពាក់អីផងអូខេទី4ត្រូវត្រៀមរបស់ដែលត្រូវយកទៅប្រឡងរបស់ដែលយកទៅប្រឡងនេះមានដូចជាកាតឈ្មោះប៊ិចបន្ទាត់និយាយទៅឧបករណ៍សម្រាប់យើងយកទៅប្រឡងហ្នឹងណាត្រៀមឲ្យហើយទៅខោអាវអីហ្នឹងហើយរបស់ណាដែលគេហាមអត់ឲ្យយកទៅហ្នឹងកុំយកទៅដាច់ខាតមានដូចជាប្រយ៉ុងអីហ្នឹងគឺបើគេហាមហើយអូនឯងកុំយកទៅកុំឲ្យសោះកុំឲ្យអារម្មណ៍យើងទៅបែកនឹងអារបស់ទាំងហ្នឹងហើយដែលសំខាន់ជាងគេហ្មងអស់ហ្មងគឺកុំភ្លេចពេលបានកណ្ដាស់វិញ្ញាសាមកហើយគឺត្រូវដាក់ឈ្មោះមុនគេឈ្មោះហ្នឹងគឺសំខាន់ណាស់តួអូនឯងធ្វើបានល្អប៉ុណ្ណាក៏ដោយតែបើអូនឯងអត់មានឈ្មោះទេស្មើនឹង0ហើយទី5នេះក៏សំខាន់ដែរអូនឯងកុំដាក់សម្ពាធលើខ្លួនឯងពេកអាចធ្វើបានប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅកុំ stress ពេកលទ្ធផលបែបណាក៏ទទួលយកទៅអូនឯងប្រឡងធ្លាក់អាចប្រឡងស្វ័យរិននៅឆ្នាំក្រោយអាចរៀនបញ្ញាបត្ររងនិយាយទៅផ្លូវអូនឯងនៅមានរើសច្រើនទៀតតែបងនិយាយអញ្ចឹងមិនមែនឲ្យខំទេណាខំរៀនមក12ឆ្នាំហើយអញ្ចឹងធ្វើឲ្យបានល្អអូខេជូនពរសំណាងល្អប្រឡងជាប់បាននិទេសល្អទាំងអស់គ្នាអរគុណបាយបាយ